បងប្អូនណាខ្លះជួបបញ្ហាម៉ូតូជិះទៅស្រាប់តែយើងឈប់ពេលដែលបើកសោមកវិញគឺបាត់ភ្លើងអស់លេងឆេញតែម្ដងអញ្ចឹងកំហុសរបស់វាមានតែបន្តិចមួយទេអញ្ចឹងបងប្អូនកុំភ្លេចជួយ share វីដេអូនេះម្នាក់មួយផងដើម្បីឲ្យបងប្អូនយើងដែលជាម្ចាស់ម៉ូតូជាច្រើនដែលគាត់អត់ទាន់បានដឹងពីកំហុសបែបហ្នឹងអញ្ចឹងពេលដែលយើងបើកសោគឺឃើញថាវាអត់មានភ្លើងក៏ប៉ុន្តែធាក់ឆេះធម្មតាហើយកន្លែងដែលយើងត្រូវមើលគឺត្រង់ចំណុចនេះបងប្អូនកន្លែងកប៉ៅអាគុយអញ្ចឹងខ្ញុំជឿជាក់ថាមានបងប្អូនជាច្រើនគាត់ឆ្ងល់ហើយគាត់ស្មានតែម៉ូតូគាត់អស់ភ្លើងអាគុយអញ្ចឹងណាបងប្អូនហ្នឹងហើយយើងដកកប៉ៅអាគុយចេញផ្លុតមកយើងនឹងឃើញកន្លែងពួយស៊ីបហ្នឹងហើយពួយស៊ីបមកគូនេះបងប្អូនកន្លែងហ្នឹងគឺជាកន្លែងដែលវាចម្លងភ្លើងចេញពីអាគុយមកពេលដែលវាមានកន្លែងឆ្លងគឺវានឹងផ្ដាច់ពួយស៊ីបមួយចោលហើយពួយស៊ីបដែលវាដាច់ភាគច្រើនគឺជាមួយនឹងអាក្រហមនេះបងប្អូនឃើញជាក់ស្ដែងគឺវាដាច់បាត់ហើយអញ្ចឹងវាអត់មានភ្លើងចម្លងឬមួយក៏ចែកចាយទៅគ្រប់កន្លែងទេអាហ្នឹងមួយគឺវាអាចបែងចែកទៅមកចប់បងប្អូនទាំងភ្លើង display សញ្ញោអីគឺមកចប់ទាំងអស់តែម្ដងអញ្ចឹងពួកសេរីម៉ូតូយើងថ្មីគឺវាមានពួយស៊ីបសកូរបស់វាមកគូបងប្អូនហ្នឹងហើយអញ្ចឹងយើងអត់ពិបាកទិញថ្មីទេពួយស៊ីបសកូវាមានយើងគ្រាន់តែដកពួយស៊ីបវាមកហើយញាត់ចូលកន្លែងដើមវិញផ្លែកហើយបងប្អូនងាកទៅមើលកន្លែងតាប់ឡូហើយយើងបើកសោថាវាមានភ្លើងអត់ពេលដែលបើកសោមកឃើញថាវាមានភ្លើងមកហើយបងប្អូន display ក៏លឺធម្មតាចំណែកឯសញ្ញោវាក៏ភ្លឺទាំងសងខាងដែរអញ្ចឹងជឿថាមានបងប្អូនជាច្រើនដែលគាត់ឆ្ងល់ថាម៉ូតូគាត់ដំបងដេឆេះធម្មតាទេសញ្ញោ display អីលឺធម្មតាស្ដាប់តែជិះទៅគាត់បើកសញ្ញោផ្លែតស្ដាប់តែបើកសញ្ញោផ្លែតបាត់ភ្លើងអស់លេងនឹងមានន័យថាវាឆ្លងជាមួយនឹងសញ្ញោបងប្អូនខ្សែសញ្ញោវាអាចនឹងអាលេឬមួយក៏ទៅកកាត់ប៉ះជាមួយនឹងដែកអីអញ្ចឹងដឹងតែដាច់ពួយស៊ីបហើយសម្រាប់ខ្សែ display វិញពេលដែលយើងចុចទៀតស្រាប់តែដាច់ពួយស៊ីបហើយលែងមានភ្លើងមកខាងតាប់ឡូហើយបងប្អូនអញ្ចឹងបញ្ហារបស់វាគឺមកពីអាពួយស៊ីបនេះពេលដែលបងប្អូនឲ្យជាងគាត់ដូរពួយស៊ីបថ្មីហើយបើសិនជាយើងអត់ប្រញាប់ទេគឺឲ្យជាងគាត់រុះរើមើលខ្សែកន្លែងដែលវាឆ្លងជាពិសេសអានេះគឺឆ្លងនៅកន្លែងក្បាលម៉ូតូតែម្ដងបងប្អូនភាគច្រើនអញ្ចឹងវីដេអូក៏អត់មានអីច្រើនដែរទេបងប្អូនគ្រាន់តែចង់ចែកម្លែកចំណេះដឹងតិចតួចទៅដល់ពុកម៉ែបងប្អូនថាម៉ូតូពេលដែលជិះវាបាត់ភ្លើងភ្លឹបបើកសញ្ញោឬមួយខុស display បាត់ភ្លើងមកតាប់ឡូទាំងអស់វាមានន័យថាម៉ូតូហ្នឹងវាមានបញ្ហាឆ្លងហើយបងប្អូនឆ្លងមកផ្ដាច់ចរន្តភ្លើងដែលចេញពីអាគុយមកគឺវាផ្ដាច់ចោលទាំងអស់ហ្នឹងហើយបងប្អូនវីដេអូអត់មានអីច្រើនទេមានតែប៉ុណ្្នឹងដែរបាទក៏សូមពុកម៉ែបងប្អូនកុំភ្លេចជួយចុច like និង share វីដេអូខ្ញុំម្នាក់មួយផងជាចុងក្រោយក៏សូមអធិស្ឋានពីសំណាក់បងជាងផងខ្ញុំគ្រាន់តែធ្វើជាវីដេអូចែកម្លែកជាចំណេះដឹងតិចតួចទៅដល់ពុកម៉ែបងប្អូនទេក៏បងប្អូនដែលគាត់ចូលចិត្តហើយនឹងគាត់ចាប់អារម្មណ៍គឺគាត់អាចទស្សនាបានវីដេអូអត់មានអីច្រើនទេមានតែប៉ុណ្្នឹងដែរបាទក៏សូមអរគុណច្រើនគោរពលាជួបគ្នានៅវីដេអូក្រោយ